ជំរាបសួរបងប្អូនចាថ្ងៃនេះមកណែនាំប្រភេទថ្នាំគ្រាប់ចាថ្នាំលេបបងប្អូនទាំងអស់គ្នាចាថ្នាំគ្រាប់លេបនេះដែរគឺផលិតនៅប្រទេសជប៉ុនប៉ុន្តែក្រុមហ៊ុនកូរ៉េចានៅថ្ងៃនាំចេញពីប្រទេសកូរ៉េណាបងប្អូនទាំងអស់គ្នាចាប៉ុន្តែធ្វើនៅប្រទេសជប៉ុនចាហ្នឹងហើយប្រភេទថ្នាំគ្រាប់នេះខ្ញុំបានលេបបាន10ថ្ងៃហើយចាហើយវាជំនួយទៅភ្នែកដែរបងប្អូនប្រើច្រើននៅពន្លឺចាដូចជាប្រព័ន្ធទូរស័ព្ទឬក៏កុំព្យូទ័រឬក៏មើលសភៅជាដើមលក្ខណៈចាអញ្ចឹងចំនួន10ថ្ងៃខ្ញុំថា10ថ្ងៃចុះខ្ញុំបានញ៉ាំចាវាមិនទាន់បានល្អទាំងស្រុងទេប៉ុន្តែខ្ញុំគិតឃើញថាវាមើលទៅរៀងអន់ចង់និយាយថាវាអាចធ្វើឲ្យភ្នែកខ្ញុំមិនបាច់ចាំប្រើវ៉ែនតាបានយូរដោយការពីមុនណាបងប្អូនពីមុនខ្ញុំប្រើវ៉ែនតាយូរមែនតើចាហ្នឹងហើយអញ្ចឹងបងប្អូនអាចសាកល្បងបានចាបើសិនជាបងប្អូនអាចរកទិញនៅតាមប្រព័ន្ធអនឡាញបងប្អូនចូលទៅ Google search Atomy ចាឬក៏ Global Atomy Australian ចាឬមួយបើសិនជាបងប្អូនពិបាកក្នុងការបញ្ជាទិញបងប្អូនអាចមកសាកព័ត៌មានជាមួយខ្ញុំបានចាហ្នឹងហើយអាចបញ្ជាទិញជាមួយនឹងខ្ញុំបានណាចាអរគុណច្រើនសម្រាប់ការគ្រប់គ្រងរាល់កន្លងមកណាបងប្អូនទាំងអស់គ្នាចាជម្រាបលាហើយកុំភ្លេចណាបងប្អូនថ្នាំគ្រាប់នេះញ៉ាំបានតែមនុស្សចាស់ទេកូនក្មេងញ៉ាំមិនបានទេណាចានេះគឺការបញ្ជាក់របស់ខ្ញុំចាហ្នឹងហើយនឹងឲ្យបងប្អូនសាកល្បងមើលចោះមិនថ្លៃទេបងប្អូនហ្នឹងហើយអញ្ចឹងហើយក៏ធ្វើឲ្យភ្នែកយើងបានល្អប្រសើរជាងមុនដែរចាអរគុណច្រើន